ជំរាបសួរអំពុំមិញខ្ញុំឈ្មោះណាក់ថាចេញពីឃុំខ្លាច់រមៀស្រុកបវរខេត្តបាត់ដំបងព្រឹកនេះបងខ្ញុំគាត់ជូនកូនគាត់ទៅរៀនពេលព្រលឹមអីថ្ងៃនេះគ្រូចូលរៀនថ្ងៃច័ន្ទទៅជូនទៅរៀនពីព្រឹកឥឡូវចេញម៉ូតូទៅហើយកូនបងមឿនអីមកនេះដែរថ្ងៃនេះពេលព្រឹកមិនល្ងាបងខ្លាញ់ខ្ញុំគាត់អង្គុយអាំងភ្លើឥឡូវខ្ញុំលេងកូនដេញទៅ3នាក់តែបងជីហើយនឹងប្រពន្ធគាត់អត់តាន់ដើរមកតែខ្ញុំអ្នកដើរដេញមុនព្រោះមិញគាត់ឲ្យខ្ញុំទៅប្រឡែងហ៎នេះកូនគោខ្ញុំទៅបង្កើតកូនមីមេធំនេះគោឡូវថោក៏អំពុំមិញហើយអត់ត្រូវថ្លៃទេទៅព្រលឹមចាតែមានណាយកគោទៅចងតែមានតែគោខ្ញុំមួយដេញទៅមុនគេដេញយកទៅចងខាងកើតភូមិមិនឃើញគឺយន្តដើរដេញគោឃើញគឺយន្តគេដឹកស្រូវដូចគេដឹកមកប្រកាំងណាបានម៉ានដុំមកនាងសុំអញមកបងខ្ញុំគាត់ជិះម៉ូតូទៅបេះស្ដាយយកទៅលក់1គីឡូ40ដេញមកដល់ខាងជើងភូមិនៅផ្ទះហ្នឹងផ្ទះអើយផ្ទះមីប៉ាប់ត្រូវជាប្អូនបើរបស់ពុកខ្ញុំនេះគូបងជីហើយនឹងប្រពន្ធកាត់ដើរដេញយកទៅខាងដែលឆេះរួចអានេះទឹកឆេះម្សិលមិញអត់មានស្មៅឲ្យកោស៊ីទេបើអាឆេះរួច1ខែ2ខែមុនបានចងមានស្មៅកោស៊ីយើងចងរួចហើយឥឡូវខ្ញុំនិងបងខ្ញុំដើរបកទៅផ្ទះវិញហើយមើលភ្លើងគេដុតយប់ម្សិលមិញឆេះអស់លីងគោអត់ហ៊ានចងកន្លែងណាដែលគេអត់តាន់ដុតទេខ្លាចដល់ពេលយើងចងទៅម្ចាស់ឡៃរវល់បុនអញ្ចឹងទៅគេដុតឆេះខ្សែគោហើយពេលខ្លះដូចលឹកមុនអីវាអត់ឆេះខ្សែគោទេវាគោវានៅក្នុងភ្លើងហ្នឹងវាគេច្រោលបោលអត់ដាច់អញ្ចឹងខ្លាចដុតឆេះគោយើងងាប់អីទៅអត់ហ៊ានចងបងខ្ញុំក៏ដែរញ៉ាំបត្រាដើរមកតាមក្រោយឡើយខ្ញុំបងខ្ញុំដើរមកដល់ចិត្តដល់ផ្ទះហើយមកមិញឃើញគឺយន្តបងខ្ញុំចេញទៅយករោងមួយបាត់ហើយអត់ដឹងថាទៅយកអស់នៅមានអ្នកទៅយករោងមានអ្នកទៅយកក្រែទៅក៏យន្តមួយម៉ូតូមួយដើរមកដល់ទៅហើយគេຕົកបងថាឲ្យនៅផ្ទះធ្វើម្ហូបមួយបងកញ្ញាបងណាទៅអស់ហើយនេះឥឡូវបងខ្ញុំមកពីដឹកក្រែវិញមកពីចាំកូនខ្ញុំមកពីដឹកក្រែបងជីវិនแล้วគេមកដឹកក្រែវិញយកមកដាក់រៀបធ្វើបុណ្យក្រែយកមក2អើយហ្វាតម្លាក់ក្រែចុះពីលើកយ័នហើយនឹងបាក់កយន្តទៅយកចានឆ្នាំងយកផ្ទះយកឲ្យមានអ្នកទៅយករងដងថ្លៃនឹងទៅយករងលាក់បានមួយហើយនឹងមួយទៀតក្រែយើងនេះខ្ចីក្រែមឡាហើយមួយទៀតក្រែ3មិញខ្ញុំឃើញទៅ2នេះលោកបាត់ក៏យន់បកទៅវិញហើយទៅយកចានឆ្នាំងហើយផ្ទះវែកអីណាទៅយកកូនបងនាងទុកឲ្យបងជីវិននៅមើលហើយម៉ែវាទៅបេះស្ដៅយកទៅលក់ពីនេះដេញមួយថ្ងៃខ្លះក៏បេះបានមក30បាច់40បាច់ថ្ងៃខ្លះបេះបាន50បាច់70បាច់គេបេះគិតគីឡូទេតែគាត់ចង់បាច់ឲ្យគេហើយអញ្ចឹងណា1គីឡូ4000មុន1គីឡូ8000ឡូវចុះសម1គីឡូ4000ចេញក៏យន្តទៅយកវិញចេញក៏យន្តទៅហើយនៅបងញ៉ាញ់ហើយខ្មៅអីដើរមកផ្ទះខ្ញុំមកជួយយកចានឆ្នាំងរងមកដឹករងមកមួយទៀតមិញឡាបបងញ៉ាញ់អីមកផ្ទះខ្ញុំដែរក៏មកចាំជួយរៀបលាងចានលាងឆ្នាំងអត់តាន់បានលាងទេតុកហើយនឹងរោងនេះយើងយកពីតុកសមាគមអំពុំយកតុកសមាគមខាងវត្តជ្រោយស្នាគេដាក់នៅផ្ទះអាចារ្យវិញទៅយករបស់គេមកម៉ាន់ឮថាតុកម៉ាន់តុកមូលហ្នឹង
7តែតអង្គុយអត់គ្រប់ទេហើយរោងមកខ្នងគេតម្លាក់រោងយកមកដាក់តឡើងចាប់ផ្ដើមតឡើងហើយតុកយកតុកគេមកថែមយកមកពីវត្តរៀបដាក់តឡើងប៉ះរោងទៅមើលរោងមួយទៀតអត់គ្រប់ទេរោងតែរោង2បានគ្រប់គេក្រងរួចឥឡូវគេចាប់ផ្ដើមគ្របតង់ពីលើលហែកហើយសមាគមនេះអត់មានឲ្យរោងល្អទេបារោងសមាគមនៅខាងសាំងរាំងมันល្អនៅជ្រោយស្នានេះអត់ល្អទេហែកឲ្យមើលញ៉ាំបលង្កាត់នៃទៅរោងគេចាប់ផ្ដើមលើកវាប្រឈរហើយលើកដាក់មកឲ្យអាប់នឹងផ្ទះអំពុំវិញក្រងរួចហើយយ៉ាងលើកដាក់ប្រឈរយកមកដាក់ឲ្យអាប់នឹងផ្ទះត្រី planet ដែលខ្ញុំជិះម៉ូតូទៅទិញមិញអើយទិញមកយកមកប្រឡាក់អំបិលដាក់អាំងហើយដាក់អាំងជាមួយនឹងងៀតត្រីប្រាមកមុខទៀតអត់គ្រប់ទេនៅខ្វះម្ហូបទៀតត្រូមើលអត់មានផងជិះម៉ូតូយកមកទេមកឲ្យខ្ញុំទៅកំងមកទេម្សិលមិញ7គីឡូឥឡូវបានហើយនេះបាយលើករោងហើយរៀបឲ្យអ្នកនេះញ៉ាំបាយនេះយកលុយមកនេះលោកគាត់ជិះម៉ូតូទៅវិញគាត់យកមកទេមកឲ្យគាត់ទៅវិញគេរៀបចំបាយឲ្យអ្នកលើករោងញ៉ាំបាយជុំគ្នាទៅមិញមកមិញមិញយកអត់តាមមេយកតាមយកឆ្នាំយើងយកមកលាងនៅខាងនេះមកលាងខាងកាផ្ទះយើងទៅផ្ដងរៀបលាងចានមិញឡាបងញ៉ាំខ្មៅហើយបងជិះបងកញ្ញាឲ្យជួយលាងចានគ្នាចានយើងលាងរួចហើយលាងចានរួចហើយញ៉ាំណាចានអីអត់បានជួលទេបងប្អូនឯងលាងអញ្ចឹងបងបានខ្ញុំលាងមកគៀនស្រូវនេះស្រូវអូអឹមល្អបងប្អូនលាងចានហើយអ្នកលាងចានមកញ៉ាំបាយដែរចូលមកក្រុមទៀតហើយមិញខ្ញុំមកពីសាំងរាំងមិញមកដែរទៅយកបន្លែទៅ3នាក់ខ្ញុំបងវីហើយបងខ្លាយខ្ញុំហើយក្មួយខ្ញុំទៅបងប្រៃបងណាទៅហើយនេះស្រូវគេច្រូតអូអឹមមកតោនអូអឹមលើថោកមកតោន60បងតើមានណាញ៉ាំតែបងខ្លាញ់ខ្ញុំគាត់តែមកញ៉ាំសូឡាគេហូរចូលបន្លាយបូមតម្លាក់ស្រូវវិញបើអញ្ចឹងចំណេញជាងយើងបូមតម្លាក់ស្រូវទៅវាអត់នេះហើយបើយើងដាក់តម្លាក់បន្លាយយើងតម្លាក់នេះក្បាលខ្យងទៅលើគឺច្រូតស្រូវហើយមានអ្នកមកវាយកដោអពុកវិញវាយកដោបានឆ្លាតតែខ្ញុំលវលវត្តខ្ញុំអត់បានវាយនៅចំតែខ្ញុំគឺច្រូតតែថាមកដល់ទៅហើយចិត្តដល់ស្រោមជ័យចិត្តពីស្រោមជ័យទៅបានចិត្តដល់ស្រែ100ខ្ញុំទៅទិញបន្លែនៅវាស្រែ100
សក់ការកសក់គេទៅគេដាក់ខាងលេខគាត់អើយគេដាក់ស្រោមប្រាំងគេដាក់សូឡាណាប្រើកន្ទោងបុកសូឡាម៉ូតូគេជិះមកតាមក្រៅគេយកខ្ញុំស្រោមវីដេអូទៅតិចអត់មានទៅបើមានស្រោមល្អបុកសូឡាអំពុំមិញហើយកន្លែងខ្លះបុកចេញទៅកន្លែងខ្លះខ្សោយទៅយកប្រឡងមកយកស្លាដកមកយកស្លាដកនេះប្រឡងនេះប្រឡងនំខ្ញុំយកមកដាក់នៅលើកយ័ន្តឲ្យបងខ្ញុំគាត់អោបប្រឡងខ្ញុំកាន់ស្លាដកអោបមកដល់ហើយឥឡូវខ្ញុំដើរទៅរកបងខ្ញុំហើយមកគាត់ទិញអីឥឡូវទិញអីបាទមកខ្លាំងគាត់ឃើញគាត់ទៅតែគាត់ឃើញខ្ញុំតែគាត់កំពុងរោមមើលស្បៃចាំកត់យកទៅយន្តវិញចេញរួចហើយឥឡូវចាប់ដើមចេញយន្តទៅបវលទៅយកប្រឡងហើយនឹងស្លាកដកបងខ្ញុំប្រឡងមកជិះយន្តដែរបន្លែនេះយើងទិញទៅរៅតាថ្ងៃនេះពេលល្ងាចទៅស្អែកអើយគាត់កំងគេហើយគេដឹកយកទៅឲ្យអញ្ចឹងថ្ងៃនេះយើងទិញទៅរៅយកទៅអ្នកមកជួយលើករោងជួយអីយើងយកទៅធ្វើម្ហូបឲ្យគេញ៉ាំបានមានការស្ពៃមានស្ពៃតែក៏មានត្រីហើយមានក្រូចឆ្មាទិញទុកបបរស្អែកផ្លូវចូលផ្ទះហើយដល់ផ្ទះហើយដល់ផ្ទះហើយនេះក៏យន្តបើកចូលរកកន្លែងតម្លាក់បន្លែចុះបងខ្ញុំគាត់អង្គុយធ្វើអីប្រលេះម្ទេសនេះបងខ្ញុំប្រលេះម្ទេសបបរព្រឹកបបរស្អែកនេះបងខ្ញុំចេញម៉ូតូទៅវាយកដោតោះយកម៉ូតូមួយមកខ្ញុំទៅយកបាយសីឥឡូវចេញម៉ូតូទៅហើយមិញបងខ្ញុំគាត់មកពីសៀមរាបមកបន100ថ្ងៃពុកមកកយន្តគាត់ចូលមកមិញខ្ញុំអត់បានថតតែដល់ពេលគាត់ទៅមកដល់ទៅខ្ញុំចេញមកពីក្រោយមកពីកន្លែងស្រែទៅខ្ញុំបានថតគាត់យកផ្កាយកអីមកដែរនេះផ្កាថតទៅយកគោបងខ្ញុំគាត់ទៅយកហើយខ្ញុំមកអីគាត់មកពីដេញគោគាត់មកបាញ់ទឹកលាងចាក់ដីចាក់ដីពុកចដងឲ្យធ្វើបុណ្យអីបងជីគាត់នៅលៀងមិញគាត់ទៅអើគោហើយគាត់ឃើញគោនៅលំនិយាយគាត់លេងមកបដៅទៅខ្ញុំមកពីយកម៉ូតូវិញទៅយកគោអត់តាន់ហ៎គាត់អ្នកទៅយកហើយគាត់លេងចាត់ដីហើយបកទៅក្រោយវិញនេះពងមកបងប្អូនអំពុំមិញឲ្យផ្កាបងខ្ញុំគាត់យកមកពីសៀមរាបយកមកដាក់នៅចិត្តអើយអីគេចិត្តក្រឹកខ្វិចខ្ញុំទិញគេមកសមមិញហ៎មានម្រះប្រៅមានផ្កាអើយលៀងចាត់ដីឲ្យខ្ញុំដើរមករោមើលបេះលក្រូចយកទៅស្លហ្នឹងដឹងបងខ្ញុំក៏ស្លអីផងតែថ្ងៃនេះមានបុកអើយទឹកគ្រឿងមួយមុខហើយនឹងប្រហែលជាស្ងោរឆ្អឹងជំនីជ្រូកអ្នកខ្លះគេហៅបុកទឹកគ្រឿងអ្នកខ្លះគេហៅបុកអំព្រឹកចឹងអំពូមិញមកពីអ្នកក្មួយខ្ញុំមកពីអ្នកអាណាមតែបងខ្ញុំគាត់ប្រើឲ្យឡើងមកបេះនេះដាក់ចដើមមួយឡើងបេះឡើងឡើងបេះមើលនេះដើមក្រូចខ្ញុំខ្ពស់ហើយការពុកខ្ញុំគាត់នៅអើយវាមានបែកមេឃសាខាតែឥឡូវគាត់កាប់នេះគាត់កាប់យកស្លឹកល្អអញ្ចឹងណាឲ្យវាមានស្លឹកល្អលាស់ឡើងតែឥឡូវនោះស្លឹកល្អនៅចុងដល់ពេលលក្រូចយើងមានស្លឹកល្អចេះមានណាមកទិញតែកាលលក្រូចនៅរួញ
គេមករោទិញម៉ាននេះដូចជាម៉ៅដើមឬក៏1គីឡូ5000នេះខ្ញុំដូចคลิกបាត់ហើយនេះបើម៉ៅដើមមួយដើមនោះដូចជា50000 60000បានហើយចុះមកបើឡាក្រូចហើយឥឡូវក្មួយខ្ញុំក៏ដើរទៅវិញខ្ញុំដើរទៅដើរខ្ញុំថាមិញខ្ញុំថាឡើងមកបេះតែដល់ពេលមកឃើញអើយអាណាមគេឡើងបេះហើយខ្ញុំអត់ឡើងទៅនៅក្រោមយើងកន្លែងហើយឥឡូវគាត់បកខ្ទឹមហើយហ្នឹងប្រាប់យើងក៏ប្រឡេះហើយដែរយើងបុកទឹកគ្រឿងមួយមុខហើយឆាកាស្បៃចាហើយខ្ញុំដាក់អើយផ្ទះហើយនឹងដាក់ចាក់ខ្ទឹមយើងម្ទេសចូលជាមួយនឹងត្រប់ញងចូលលីងតែយើងមុនលីងយើងស្រោះវាសិនឲ្យវាកាត់ជាតិហឹរផងហើយបានយើងលីងតាមក្រោយនេះឥឡូវអីខ្ទឹមយើងស្រោះហ្នឹងវាឆ្អិនហើយយើងចាំឲ្យទឹកលីងយើងលីងវាម្ហូបថ្ងៃហ្នឹងគេធ្វើពីរមុខតែមួយមុខទៀតឆាកាស្បៃតែនេះគេឲ្យខ្ញុំដាក់ភ្លើងលីងទៅខ្ជិលដាក់ខ្ទះលីងវីតាមីនទៅខ្ញុំដាក់ឲ្យលីងនៅចក្រានទូកនេះវិញមួយខ្ញុំយកត្រីមកបោះឲ្យមិញខ្ញុំគាត់បុកត្រីបុកទឹកគ្រឿងនេះណាបុកតែយើងបេះឆ្អឹងចេញបីឲ្យបុកទឹកគ្រឿងយើងរួចរាល់ហើយនេះដួសបាយចែកគ្នាញ៉ាំដាក់តុកឲ្យអ៊ំភាសាបាយហើយគុនក្មេងមកតុកចាំតែមានខ្លាញ់ហើយខ្ញុំមាន